រឿងព្រៃអាថ័ន្តបីសាចកាលពីដើមឡើយមានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នាម្នាក់ឈ្មោះថាអាចក់ឯម្នាក់ទៀតមានឈ្មោះថាអាមីពួកគេទាំងពីរនាក់បានបបួលគ្នាទៅរកមើលកាប់អុសនៅឯក្នុងព្រៃមួយកន្លែងហើយនៅទីនោះមិនសូវមានសត្វព្រៃរស់នៅនោះទេភាគច្រើនតែងតែមានអមនុស្សជាច្រើននាក់កំពុងរស់នៅនឹងហើយគេទាំងពីរនាក់ក៏បន្តកាប់ដើមឈើធំទៅម្នាក់ឈ្មោះអាចក់ក៏បានស្រែកទៅសំឡាញ់គ្នាដូចជាស្រែកទឹកដល់ហើយតើនៅម្ដុំនេះមានស្រះទឹកដែរឬទេអូគ្នាក៏មិនដឹងដែរឯងសាកទៅរកមើលទៅក្រែងលោនៅម្ដុំនេះអាចនឹងមានស្រះទឹកហើយចុះឯងទៅជាមួយនឹងគ្នាដែរទេអូគ្នាមិនទៅនោះទេព្រោះគ្នាមានស្រែកទឹកផងហ្នឹងឯងឆាប់ទៅហើយកុំភ្លេចឆាប់មកវិញផងគ្នានៅចាំទីនេះហើយគេក៏ដើរទៅម្នាក់ឯងភ្លាមទៅហើយក៏ឃើញស្រះទឹកមើលទៅស្រះទឹកនេះពិតជាថ្លាខ្លាំងណាស់ពិតជាល្អមែនយើងកំពុងតែស្រែកឃ្លានផងឥឡូវបានស្រះទឹកនេះផឹកពិតជាសំណាងយើងហើយស្រះទឹកនោះក៏ប្រែទៅជារីងមិនក៏ស្រះទឹកនេះប្រែទៅជារីងទៅវិញឬមួយក៏ខ្មោចលងយើងនឹងហើយមើលទៅហើយបិសាចស្រះទឹកក៏បង្ហាញខ្លួនចេញមកហាចំណៃឆ្ងាញ់បានមកដល់ទីនេះហើយយើងមិនបាច់ទៅរកនៅឯណាឆ្ងាយនោះទេហាណែអាកំឡោះតើឯងជាកូនចៅអ្នកណាដែរនឹងមិនក៏ហ៊ានមកក្នុងព្រៃនេះតែម្នាក់ឯងទៅវិញយើងមកទីនេះដើម្បីស្វែងរកទឹកផឹកតើឯងជាបិសាចអ្វីទៅមិនក៏មកទីនេះដូចយើងដែរអូយើងជាបិសាចយាមស្រះទឹកនេះអ្នកដែលបានមកហើយគឺមិនអាចត្រឡប់ទៅវិញនោះទេហាអាបិសាចឯងកុំស៊ីយើងអីទុកជីវិតឲ្យយើងផងទៅយើងសុំអង្វរឯងយើងមិនត្រូវការពារអង្វរកអ្នកណានោះទេព្រោះឥឡូវនេះយើងឃ្លានចំណីសាច់មនុស្សខ្លាំងណាស់ហើយយើងនឹងស៊ីឯងឥឡូវនេះហាហើយបិសាចស្រះទឹកក៏ចាប់បុរសជាចក់ស៊ីទៅពិតជាឆ្ងាញ់បោះគេមែនហាយើងដូចជាមិនតន់ឆ្អែតសោះទៅរកមើលកន្លែងផ្សេងបន្តិចទៀតសិនក្រែងលោមានម្នាក់ពីរនាក់ទៀតទៅហើយបិសាចស្រះទឹកក៏ទៅរកមើលចាប់មនុស្សបន្តទៀតទៅហើយក៏ឃើញបុរសជាមីងអូនៅទីនេះពិតជាមានមនុស្សម្នាក់ពិតមែនយើងស្មាននេះពិតជាមិនខុសនោះទេហាណែអាមនុស្សឯងកំពុងធ្វើអ្វីនឹងឆាប់ឲ្យយើងស៊ីតាមសម្រួលមកទេតើឯងជាបិសាចអ្វីទៅមិនក៏ចង់ស៊ីយើងស្រួលយ៉ាងនេះយើងជាបិសាចស្រះទឹកនៅម្ដុំនេះយើងខានស៊ីសាច់មនុស្សយូរណាស់មកហើយឥឡូវបានជួបឯងយើងនឹងស៊ីឲ្យឆ្ងាញ់មាត់ម្ដងហាហើយបិសាចក៏ទៅស៊ីបុរសជាមីទៅហើយបុរសជាមីក៏ប្រើពូថៅរបស់គេកាប់ទៅលើបិសាចនេះជាច្រើនកន្លែងហើយបិសាចក៏បានបាត់បង់ជីវិតភ្លាមទៅហើយបុរសជាមីក៏បន្តដំណើរទៅរកមិត្តភក្តិរបស់គេ
ហើយក៏មកដល់ស្រះទឹកនេះអើយអាចកតើវាបាត់ទៅណាទៅណោះក្រែងមុននឹងវាមករកទឹកផឹកទេតើឥឡូវមិនក៏មិនឃើញវាអញ្ចឹងហើយគេក៏បានឃើញឆ្អឹងរបស់អាចកតើនេះជាឆ្អឹងរបស់អ្នកណាគេទៅហើយប្រហែលជាឆ្អឹងរបស់អាចកហើយមើលទៅហើយអាចកអើយអាចកឯងមិនគួរណាទៅចោលយើងយ៉ាងនេះសោះមុននឹងយើងនៅកាប់ដើមឈើជាមួយនឹងគ្នាទេតើឥឡូវមិនក៏ឯងទៅលឿនយ៉ាងនេះទាំងមិនបានប្រាប់យើងមួយម៉ាត់ផងនឹងឯងឲ្យយើងទៅវិញម្នាក់ឯងមិនបង្កើតទៅបើយើងធ្លាប់មកទាំងពីរនាក់ត្រឡប់ទៅវិញក៏ពីរនាក់ហើយឥឡូវឯងទៅមុនយើងបាត់អើយអាចកអើយអាចកសូមឯងទៅឲ្យបានសុខចុះណាកើតជាតិណាកុំឲ្យបិសាចស៊ីឯងដូចជាតិនេះទៀតហើយគេក៏ត្រឡប់ទៅវិញម្នាក់ឯងទៅដល់ពាក់កណ្ដាលព្រៃក៏ប្រទះឃើញកំណប់តើនេះជាកំណប់របស់អ្នកណាទៅមិនក៏នៅក្នុងព្រៃនេះទៅវិញមើលទៅពិតជាទំនងដល់ហើយប្រហែលជានៅក្នុងនោះមានរបស់សំខាន់ហើយមើលទៅហើយគេក៏ទៅបើកកំណប់នោះទៅហើយក៏លេចចេញក្បាលបិសាចមកហា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 ថ្ងៃនេះយើងមានសេរីភាពវិញហើយតើឯងជាអ្នកណាទៅឯងជាអ្នកបើកកំណប់នេះមែនទេមែនហើយយើងជាអ្នកបើកកំណប់នេះតើឯងជាបិសាចអ្វីទៀតហើយយើងគឺជាក្បាលបិសាចត្រូវគេឃុំនៅក្នុងនេះរយៈពេលច្រើនឆ្នាំមកហើយឥឡូវនេះបានឯងបើកកំណប់ពិតជាល្អមែនហា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 តែឯងកុំភ័យអីយើងមិនធ្វើអីឯងនោះទេយើងនឹងសងគុណឯងវិញតើឯងចង់បានអ្វីទៅឆាប់និយាយមកយើងនឹងបំពេញបំណងឯងភ្លាមអូគឺយើងចង់បានមាសពេជ្រកែវកងជាច្រើនតើឯងអាចជួយយើងឲ្យមានដែរឬទេប្រកាសជាអាចហើយព្រោះវាគ្រាន់តែជាកំពេចកំប៉ុកនោះទេសម្រាប់យើងហើយក្បាលបិសាចក៏ជប់មាសពេជ្រកែវកងជាច្រើនទៅអូមាសពេជ្រកែវកងពិតជាច្រើនមែនយើងបានខ្លាយទៅជាអ្នកមានហើយយ៉ាងម៉េចតើឯងពេញចិត្តដែរឬទេតើឯងចង់បានអ្វីទៀតទៅឆាប់និយាយមកយើងនឹងបំពេញបំណងឯងឲ្យអស់អូយើងចង់ឲ្យមិត្តភក្តិរបស់យើងរស់ឡើងវិញតើឯងអាចធ្វើបានដែរឬទេគាត់ជាបានហើយតើមិត្តភក្តិរបស់ឯងឈ្មោះអ្វីទៅឆាប់និយាយមកអូគឺវាឈ្មោះនាយចកត្រូវបានបិសាចស៊ីវាសល់តែក្រុងឆ្អឹងនោះទេបានហើយយើងនឹងជប់គេឲ្យរស់ឡើងវិញឲ្យមានរូបរាងមនុស្សដូចជាធម្មតាហើយក្បាលបិសាចក៏ជប់បរោះជាចកឲ្យចាញ់មករស់ឡើងវិញទៅអាចកឯងរស់ឡើងវិញហើយពិតជាប្រសើរមែនពិតមែនហើយគ្នាពិតជារស់ឡើងវិញពិតមែនអរគុណក្បាលបិសាចដែលបានជប់យើងឲ្យរស់ឡើងវិញមិនបាច់អរគុណយើងនោះទេព្រោះមិត្តភក្តិរបស់ឯងក៏ជួយឲ្យយើងចេញពីកំណប់នេះបាននោះដែរឥឡូវនេះយើងនឹងធ្វើឲ្យពូថៅរបស់ឯងទាំងពីរនាក់មានហត្ថឫទ្ធិវេទមន្តទៅចុះដើម្បីទុកការពារខ្លួនកុំឲ្យបិសាចធ្វើបាបពួកឯងទាំងពីរនាក់ទៀតព្រោះថាអ្នកដែលបានមកក្នុងព្រៃនេះហើយគឺកម្ររកផ្លូវចេញទៅវិញឃើញណាស់តលតែអ្នកមានវេទមន្តនិងយុទ្ធសិលទើបគេចផុតពីព្រៃអាថ័ន្តនេះបានហើយឯងទាំងពីរនាក់ត្រូវតែប្រយ័ត្នផងកុំឲ្យពូថៅនេះរបូតចេញពីដៃអីសោះយើងទៅហើយក្បាលបិសាចក៏រលាយបាត់សូន្យទៅគេទាំងពីរនាក់ក៏បន្តដំណើរទៅមុខទៀតដើម្បីស្វែងរកផ្លូវចេញហើយក៏មកដល់ទីនេះទៀតហើយក៏មានខ្យល់ចម្លែកមួយបានបោកបក់មក
សំឡាញ់មិនក៏មានខ្យល់ចម្លែកបោកបក់ខ្លាំងយ៉ាងនេះអូយើងក៏មិនដឹងដែរតើខ្យល់នេះវាអាចចេញមកពីណាទៅប្រហែលជាចំហាយបិសាចទេដឹងប្រហែលហើយបើអញ្ចឹងមែនយើងត្រូវតែប្រយ័ត្នព្រោះវាអាចនឹងមកទីនេះឆាប់ជាមិនខាននោះឡើយហើយក៏មានខ្មោចស្រីម្នាក់លេចមុខចេញមកហា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 ពីរអ្នកឯងជាអ្នកណាទៅមិនក៏មកក្នុងតំបន់ព្រៃរបស់យើងអញ្ចឹងគឺយើងមកទីនេះដើម្បីស្វែងរកផ្លូវចេញព្រោះយើងទាំងពីរនាក់បានវង្វេងផ្លូវជាច្រើនថ្ងៃមកហើយមិនដឹងទៅផ្លូវណានោះទេហើយក៏មកដល់ទីនេះទៅហើយចុះនាងខ្មោចឯងមកពីណាទៅណាដែរមិនក៏ស្ទាក់ផ្លូវយើងទាំងពីរនាក់ទៅវិញគឺយើងមកទីនេះដើម្បីស្វែងរកទេសចរឥឡូវបានជួបពួកឯងទាំងពីរនាក់គួរតែបម្រើយើងទៅមិនបាច់ទៅវិញនោះទេហា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  កុំស្រមងស្រមៃអីនាងធ្មប់យល់ល្អនាងឆាប់ត្រឡប់ទៅវិញទៅព្រោះឯងមិនអាចធ្វើអីយើងទាំងពីរនាក់បាននោះទេហា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 យើងចង់តែសើចនោះទេឬពួកឯងនិយាយបែបនេះតើឯងទាំងពីរនាក់មានអ្វីអាចមកបង្ក្រាបយើងបានទៅហា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 យើងឆាប់ធ្វើឲ្យវាភ្លឺភ្នែកម្ដងទៅហើយពួកគេក៏បានប្រយុទ្ធគ្នាយ៉ាងជះដៃទៅហើយនាងធ្មប់ក៏បានស្លាប់ក្នុងដៃគេទាំងពីរនាក់នេះហើយព្រៃអាថ័ន្តក៏បំបែកចេញមកពួកគេក៏ឃើញផ្លូវរបស់ខ្លួនក៏ចេញមកខាងក្រៅទៅហើយក៏ត្រឡប់មកវិញដូចជាធម្មតា